រកអាជំរាបសួរនៃខ្ញុំជំនុំវិរាមតាជាសហគ្រាស6កនៃសាលាបញ្ញាសាស្ត្រជាតិអ្នកញ៉ាំទៅហើយផងដែរខ្ញុំពិតជាមានកិត្តិយសណាស់ដែលឡើងមកបកស្រាយក្រោមប្រធានបទមួយដែលបានលើកឡើងថាគ្រោះថ្នាក់នៃគ្រឿងញៀនជាក់ស្ដែងណាស់មនុស្សគ្រប់គ្រងក្នុងទាំងសកលលោកយើងនេះមិនចង់ឲ្យមានគ្រោះថ្នាក់គ្រឿងញៀនកើតឡើងទេប៉ុន្តែមនុស្សមួយចំនួនទៀតមកពីគ្រឿងញៀនឈានដល់ការសេពគ្រឿងញៀនទៀតផងដូចនៅក្នុងទីក្រុងរបស់ផេទីរកអានឹងឈានដល់ការបកស្រាយពីរបស់ខាងលើសូមអនុញ្ញាតឲ្យខ្ញុំបញ្យល់ជួយនៅពាក្យគន្លឹះមួយចំនួនសិនពេលគ្រឿងញៀនគឺជាសារធាតុមួយដែលធ្វើឲ្យអ្នកប្រើប្រាស់មកវិញឆ្ងាយដែរដូច្នេះតើគ្រឿងញៀនមានប្រភេទអ្វីខ្លះទៅតើនឹងតើគ្រឿងញៀនមានគ្រោះថ្នាក់អ្វីខ្លះដល់ពួកយើងគ្រឿងញៀនមានពីរប្រភេទគឺគ្រឿងញៀនធម្មជាតិនិងគ្រឿងញៀនមានជាតិគីមីគ្រោះថ្នាក់គ្រឿងញៀនគឺមានគ្រោះថ្នាក់ច្រើនគ្រឿងញៀនអាចឲ្យមនុស្សមានបញ្ហាសុខភាពមានរូបរាងស្គមស្គាំងស្លេកស្លាំងខូចអនាគតបាត់បង់ការសិក្សាចោលហើយអាចធ្វើឲ្យអ្នកដែលប្រើប្រាស់គ្រឿងញៀននោះគឺមានជីវិតដ៏ភ័យខ្លាចពីព្រោះការប្រើប្រាស់គ្រឿងញៀនគឺជារឿងខុសច្បាប់ធ្វើឲ្យរីឯសង្គមវិញធ្វើឲ្យសង្គមនោះមានបំពោសង្គមអសន្តិសុខមានការឆក់ប្លន់គ្នាដែលពួកគេយកលើទាំងនោះដើម្បីទៅទិញគ្រឿងញៀនធ្វើឲ្យមានឆក់ប្លន់គ្នាមានឈានដល់ការកាត់សម្រាប់គ្នាទីផងដូច្នេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាឆ្លាតឆ្ងាយចេញពីគ្រឿងញៀនចឹងហើយខ្ញុំសូមអរគុណអ្នកគ្រូនិងមនុស្សអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដើម្បីតម្លៃស្ដាប់ខ្ញុំអធិប្បាយចង់ជម្រាបដល់រហូតដល់ចប់សូមឲ្យអ្នកគ្រូនិងមនុស្សអ្នកទាំងអស់គ្នាចូលមកទឹកពោ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីគ្មានពីឡើយសូមអរគុណ